khom prang chui kê mà lẽ bàខ្លួនឯងអត់ល្បីផងមានបងប្អូនខ្លះគាត់ខមមិនមកខ្ញុំខំប្រឹងដើរជួយតែអត់មានឃើញល្បីអីផងបែបងាកជួយផ្ទះតម្លៃរាប់ម៉ឺនដុល្លារក៏ហ៊ានធ្វើជួនដីតម្លៃរាប់ពាន់ដុល្លារហ៊ានទិញជួនអាវក្រោះជូនដល់វីរៈកងទ័ពរាប់ពាន់ដុល្លារចេញរៀងរាល់អាទិត្យក៏ហ៊ានទិញជួនស្បៀងបងប្អូនគិតដែលគាត់ខ្វះខាត20-60 ម៉ឺន1លានក៏ជួយប៉ុស្តិ៍នគរបាលផ្លូវកន្លែងខ្វះខាតក៏ជួយតែអត់ឃើញល្បីទេផងតែប្រឹងជួយដល់ណាបើអត់ផ្នែកអត់ល្បីផងបើខ្ញុំយកភាពល្បីមកជួយប្រហែលជាខ្ញុំធ្វើអត់កើតទេបងប្អូនហ្នឹងបាទខ្ញុំធ្វើអត់កើតទេប៉ុន្តែខ្ញុំជួយទៅលើបងប្អូនដែលគាត់ពិបាកពិតប្រាកដដែលគាត់ទីទួលក្រពិតប្រាកដដែលគាត់ខ្វះខាតពិតប្រាកដហើយបើសិនជាខ្ញុំចង់ល្បីប្រហែលខ្ញុំជួយតែអ្នកល្បីហើយខ្ញុំដាក់សារពលមានចុះផ្សាយទៀតជួលសារពលមានចុះផ្សាយទៀតតែខ្ញុំធ្វើចឹងវាអត់មានន័យបាទការជួយមួយនឹងវាអត់មានតម្លៃបាទហើយភាគច្រើនអ្នកដែលល្បីគឺមានអ្នកជួយច្រើនហើយនៅតែអ្នកដែលគាត់អត់ល្បីទេបាទអត់មានអ្នកជួយអ្នកដែលគាត់គេអត់ស្គាល់ទៅមានអ្នកជួយអត់មានអ្នកជួយអញ្ចឹងទុកខ្ញុំមួយទៅជួយពួកគាត់បាទទុកខ្ញុំមួយទៅទោះបីការជួយមួយនេះមិនទទួលបានភាពល្បីល្បាញមានបងប្អូនតិចតួចដែលស្គាល់ខ្ញុំក៏ខ្ញុំសប្បាយចិត្តដែរសំខាន់ខ្ញុំបានជួយអ្នកដែលគាត់អត់ពិតប្រាកដអ្នកដែលគាត់ត្រូវការជំនួយពិតប្រាកដបងប្អូនបេះដូងរបស់ខ្ញុំណាការរកស៊ីលក់កំណប់សម្រស់នេះគឺខ្ញុំប្រឹងប្រែងដើម្បីវិវត្តខ្លួនឯងឲ្យមានកញ្ចប់គ្រប់គ្រាន់នៃការផ្ដល់ឱកាសការងារជូនពុកម៉ែបងប្អូនអ៊ំពូមីងទូទាំងប្រទេសឲ្យមានប្រាក់ចំណូលខ្ពស់ឲ្យមានការងារច្បាស់លាស់ជាពិសេសគឺអាជីវកម្មឬក៏មុខរបរនេះគោលដៅធំនៅក្នុងជីវិតរបស់ខ្ញុំអត់ខ្វល់ថាខ្លួនឯងអនាគតទៅជាអីសល់អីមានអីទេតែខ្ញុំខ្វល់បំផុតតែខ្ញុំជួយមនុស្សបានច្រើនកម្រិតណាខ្ញុំខ្វាយខ្វល់ខ្ញុំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងបាទដើម្បីសង្គមជាតិដើម្បីមនុស្សជាតិអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ពីខ្ញុំបាទនឹងមានការលើកទឹកចិត្តទោះបីគ្មានអ្នកចុះផ្សាយពីខ្ញុំក៏ខ្ញុំមិនអន់ចិត្តដែរតែបានពុកម៉ែបងប្អូនអ៊ំពូមីស្រឡាញ់ចូលចិត្តហើយរឿងមួយទៀតខ្ញុំសូមពុកម៉ែបងប្អូនបាទមនុស្សយើងតែងតែមានកំហុសឆ្គងខ្លះៗអញ្ចឹងមិនមែនខ្ញុំល្អគ្រប់10តែម្ដងទេវាតែងតែមានកំហុសឆ្គងតិចតួចបើសិនខ្ញុំមានកំហុសឆ្គងតិចតួចពុកម៉ែបងប្អូនសូមមេត្តាអធិស្ឋានយោគយល់ពួកអីខ្ញុំធ្វើនេះខ្ញុំអត់មានបទពិសោធន៍អត់មានចំណេះដឹងផ្នែកអាជីវកម្មឬការរកស៊ីទេគឺចេញពីកូនអ្នកក្រសុទ្ធសាធដែលវិវត្តខ្លួនឯងពីកម្មកររោងចក្ររហូតដល់យើងអាចមានលទ្ធភាពបាទសមត្ថភាពនៃការដឹកនាំបាទធ្វើអាជីវកម្មបើក្រុមហ៊ុនហ្នឹងតែលុយភាពមានបានអត់មានទេពុកម៉ែបងប្អូនណាខ្ញុំបញ្ជាក់ឲ្យអត់មានទេរងឯនៅក្នុងជីវភាពមួយបាទមករស់ទេតែទឹកចិត្តនៃការជួយខ្ញុំជឿជាក់ថាពិបាកវាស់ស្ទង់ណាពុកម៉ែបងប្អូនពិបាកវាស់ស្ទង់ទឹកចិត្តរបស់ខ្ញុំនៃការជួយនៃការចែកម្លែកនៃការកែប្រែមនុស្សអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រកំណាប់សម្រាប់ពុកម៉ែបងប្អូនបន្តការគាំទ្រកំណាប់សម្រាប់ទៀតដើម្បីឲ្យខ្ញុំមានលទ្ធភាពជួយសង្គមជាតិមនុស្សជាតិឲ្យបានច្រើនបំផុតពីគ្រួសារកំណាប់សម្រាប់យកបេះដូងដើម្បីជួយមនុស្សបាទ